ចឹងទៅទៀតចឹងបានប៉ុណ្ណឹងហើយចឹងផ្ទៃហ្នឹងយើងរួចមួយហើយយើង extrude វាមកប្រាប់ក្រាស់វាប្រាប់មក20ក្រាស់នេះ20ចឹងយើង finish step ហើយយើង extrude វាមកសិនយើង extrude វាឡើងមកលើ20ចឹងយើងបានរៀងប៉ុណ្នេះហើយយើងត្រូវធ្វើពណ៌ទៀតយើងត្រូវគូសផ្ទៃពណ៌ទឹកក្រូចមួយនេះផ្ទៃពណ៌ក្រូចនេះឡើងមកលើនេះចឹងយើងមកមើលខាងនេះមកវាឡើងមកលើ100ហើយ100គឺត្រូវបកបានវា20ចឹងវានៅសល់80ចឹងខ្ញុំបង្កើត sketch learning មួយមកហើយយើងយក free ធំដងមកយើងគូសនៅលើផ្ទៃនេះក្រាស់វា20ដូចនេះចឹងយើងដាក់20មកចឹងបានប៉ុណ្នេះហើយយើងអាច extrude វាឡើងហើយតែយើងអត់ឡើងដល់100ទេប្រវាយវាប្រាប់មក100ទាំងអស់ទាំងផ្ទៃបាតតែយើងបកផ្ទៃបាត20នេះចេញទៅវានៅសល់80ចឹងខ្ញុំ extrude វាឡើងមក80ចឹងវាបានប៉ុណ្នេះហើយហើយយើងត្រូវធ្វើបន្តទៀតយើង chamfer ចំណុចនេះយើង chamfer វាយើងចូល modify មកទៅបន្តមកយើងយក chamfer នេះទៅបន្ត3ហើយយើង select ផ្នែកដែលយើងត្រូវចង់ឲ្យវាកាត់ជ្រុងហ្នឹងខាងនេះមួយហើយយើងដាក់វា20ទៅឬមួយក៏យើងធ្វើអញ្ចឹងក៏បានឬមួយក៏ធ្វើដូចខ្ញុំកាត់កន្លែង15នេះក៏បានវាទីផ្នែកផ្សេងគ្នាគ្រាន់តែបើយើងចង់គូអញ្ចឹងក៏យើងបង្កើត sketch នៅខាងមួយទៀតយើងបង្កើត sketch នេះហើយយើងកាត់វាក្រោយតែបើយើងប្រើ chamfer ទៅវាលឿនប្រើ chamfer មកវាលឿនជាងយើងដាក់វា20ទៅចឹងតមកទៀតនៅលើហ្នឹងយើងមានវងមួយវងហ្នឹងទំហំវាតាមមក R50 គេតាមមកតាមមាន R10 ចឹងយើងគុណ2ទៅចឹងវានៅស្អីលើនេះយើងកាត់ sketch លើនឹងមួយមកហើយយើងគុំវង30 គុណ2ហ្នឹងវា60ហើយដល់មកទៀតយើងមើល dimension វាdimension វាស្មើនឹងអានេះហ្មងចឹងយើងគូសដាក់មកវាដាក់វាចំចំណុចនេះហ្មងទៅយើងវាមក60មកយើងមកមើលចំណុចនេះមួយទៀតដោយសារវានៅផ្ទៃនឹងដែរយើងជ្រើសរើសកាត់ឲ្យហើយអស់ទៅស្រាប់អាហ្នឹងគេប្រាប់មកវងខាងក្នុងវាយើងត្រូវមើលចំណុចសញ្ញាព្រួយគេប្រាប់បើសិនយើងមើលច្រឡំអាចនឹងគូខុសដែរស្រាប់ចំណុចនេះគេប្រាប់វងខាងក្នុងនេះហើយខាងនេះគេប្រាប់ R16 នេះវងខាងក្រៅមានថា12នេះទទួលជាង16ចឹងអា12វានៅខាងក្នុងចឹងហើយខ្ញុំគូវងខាងក្នុងមួយសិនខាងក្រៅនេះចាំវាកាត់ក្រោយទៅ12ហើយចំណាំសាប់នេះគេប្រាប់មកពីផ្ទៃបាតវាថា3តែយើងបកផ្ទៃបាតហើយចឹងទៅវានៅតាម3ចឹងពីចំណុចនេះមកចំកែមនេះវា33ខ្ញុំដាក់ dimension នេះមកខាងនេះដូចគ្នា33ដូចគ្នាហើយបន្តមកទៀតយើងទៅមើល dimension វាមកវិញទៅរួចវាគេដាក់មក74វាចំណុចនេះមកចំណុចនេះយើងដាក់ dimension មក74ដល់ពេលយើងដាក់ dimension ទៅវារត់
វារត់ខុសកន្លែងហើយយើងចង់ឲ្យត្រូវកន្លែងវិញយើងដាក់ dimension ទាញវាមកយើងចែកវានឹងទីចំណុចកណ្ដាលមកយក74ទៅចែកនឹងទីចឹងវានៅចន្លោះកណ្ដាលនេះចឹងយើងបានប៉ុណ្ណឹងហើយយើងអត់អាចគូសអាវងធំ16នេះបានទេដោយសារវងនេះយើងត្រូវការកាត់ក្រោយគឺយើងគូសហើយក៏វាបានដែរគ្រាន់តែយើងត្រូវនេះម្ដងទៀតអញ្ចឹងឥឡូវយើងគូសហើយមកទៅ16តែហ្នឹងចាំយើងបើកស្កិចមើលថាបានទេ16ហើយបន្ទាប់មកដូចជាអស់ហើយអញ្ចឹងខ្ញុំខាត់អាផ្ទៃលើនឹងចោលទៅខ្ញុំ finish ស្កិចហើយខ្ញុំខាត់ចំណុចនេះខាងក្នុងហើយនឹងក្នុងអាវងក្រៅនេះយើងអត់ទាន់សម្រេចទេយើងសម្រេចវង12មុនអញ្ចឹងខ្ញុំដកវាទៅដក20ចាស់អញ្ចឹងខ្ញុំបានប៉ុណ្នេះយើងមកមើលរុកនេះវិញរុកនេះគេមានវង12ហ្នឹងវាចោះទលុះទៅអស់ហ្មងហើយវាមានវង16មួយទៀតអាសញ្ញាព្រួញចុះមកក្រោមនេះមានថាវាដកពុំវៃមានថាអាវងធំនេះគេហ្នឹងវង16ហ្នឹងធំជាង12ហ្នឹងវាអត់ចោះទៅអស់ទេវាចោះត្រឹមពុំវៃអញ្ចឹងមុនហ្នឹងយើងគូសហើយអញ្ចឹងយើងចូលមកស្កិចនេះយើងគេសញ្ញាព្រួញនៅគល់វាយើងស្លឹកវាមកហើយបើកអាស្កិចចុងក្រោយគេស្កិចយើងគូសចុងក្រោយគេហ្នឹងបានមកវាចេញស្កិចដែលយើងគូសមុនហ្នឹងហើយអញ្ចឹងយើង extrude វាមកយើងស្លេចផ្ទៃអា16នេះហើយយើងដកវាត្រឹមពុំ8បានហើយដោយសារគេប្រាប់មកដកពុំ8អញ្ចឹងបានប៉ុណ្ណេះហើយបន្ទាប់មកយើងបិទវាវិញទៅកុំឲ្យវាឃើញបន្ទាត់ដែលយើងគូសហ្នឹងនេះអញ្ចឹងរូបហ្នឹងមានតែប៉ុណ្្នឹងទេរូបហ្នឹងមានតែប៉ុណ្្នឹងទេហើយហើយអូនៅមួយចំណុចទៀតមួយចំណុចនេះគឺថាតាក់10អញ្ចឹងកន្លែងហ្នឹងយើងប្រើ fillet មកនៅលើនេះឬមួយក៏ចូលបកពេលទៀតមកចូល modify មកវានៅទី2ហ្នឹងហើយបង select ផ្ទៃចំណុចបន្ទាត់ហ្នឹងមកហើយយើង transfer វាfillet វា10មកអញ្ចឹងយើងបានកំណត់ដូចអូខេហើយបងគូឲ្យចាំប្រាប់ខ្ញុំផងបងបាទលោកគ្រូបាទអត់យល់កន្លែងណាខ្ញុំសួរហ្នឹងអូហើយមានឆ្ងល់មែនទេខ្ញុំស្ដាប់អត់បានបងលឺបងលឺតែអត់ទៅច្បាស់បងតិចតិចនេះខ្ញុំនៅផ្ទះគឺថាអត់អូបាទបងបាទបាទបងខ្ញុំស្ដាប់បងអត់ទៅបានលឺតិចពេកបងចាំតិចគ្រូខ្ញុំស្ដាប់លឺទៅនេះបងលឺទៅនេះបងអាចគូបានអត់បងលោកគ្រូចាំមើលខ្ញុំមើលវីដេអូលោកគ្រូអូសាកឡើងវិញខ្ញុំនឹងរៀនគូ
បាទបងបាទ រូបមិនសមខ្ញុំបានគូអស់ហើយប៉ុន្តែអត់ទៅបានផ្ញើ បាទបងអី ចាំមើលរូបទី2ខ្ញុំចាប់ផ្ដើម បាទ រូបដែរនៅបាត់ដំបងដាច់ភ្លើងហើយចេះហ៊ាន nó bật bóng ắt không rồi អូ តែខ្ញុំមកហាងស្រី បាទយើងនេះ
បងអាចពុះចឹងនៅ ខ្ញុំគូសហើយគ្រូ អបាទចុះបងប្រាវុធ ខ្ញុំហើយមួយដែលចំណងមួយទៀត ចឹងខ្ញុំទៅមួយទៀត បាទ ចឹងរុកមួយនេះវាអត់មានអីនិយាយចាគឺគូអត់សូវបាក់ដែរទេគ្រាន់តែវាបង្កើតផាតយ៉ាងច្រើនវាបង្កើតស្កិចយ៉ាងច្រើនចឹងដំបូងយើងទៅមើលផ្ទៃពណ៌ទឹកសមុទ្រនេះយើងគូអានឹងមុនទៅយើងមើលពីជារៀងខាងនេះស្រាប់ផ្នែកផ្សេងៗយើងមិនបាច់គាត់គិតទេយើងគិតអាដុំមុំមួយពណ៌រាងបៃតងនេះយើងគិតអាដុំនឹងមួយសិនទៅចឹងប្រវែងវាគេប្រាំមក70ប្រវែងពីចុងខាងនេះមកចុងខាងនេះ70ហើយកម្ពស់វា40ចឹងខ្ញុំទៅគូទៅយើងបង្កើតស្គិតថ្មីមកខ្ញុំឃើញបងនេះគាត់គូក្នុងក្រុមហ្នឹងតែនៅក្រុមហ្នឹងគូជាប់គ្នានៅក្នុងហ្នឹងមកបងជួយពេលបងគូចឹងបងបង្កើតស្គិតមួយណាហើយឃើញថាមករុកមកប៉ាបានហើយបងរុកក្នុងរុកហ្នឹងមកផាតបានខ្ញុំបងបង្កើតផាតថ្មីមកចាំគូចឹងសម្រាប់រុកហ្នឹងខ្ញុំមើលពីមុខទៅខ្ញុំយកមើលពីមុខហើយខ្ញុំបង្កើតស្គិតមកខ្ញុំយក rectangle គូចេញពី center rectangle គូចេញពី center កដាលគេប្រាប់មកកម្ពស់វា40ហើយដល់វា70ចឹងខ្ញុំបានប៉ុណ្នេះបន្តមកទៀតកម្រាស់វាកម្រាស់ក្បាលលើនេះវា10ហើយចន្លោះកដាល50ហើយខាងនេះក៏10ដូចគ្នាចឹងខ្ញុំគូបន្តប្រឈរមួយហើយផ្ដេកហើយប្រឈរទៅវិញបន្តមកយើងដាក់ dimension វាមកពីចំណុចនេះមកចំណុចនេះ10ហើយពីចំណុចនេះមកចំណុចនេះ10ដែរអញ្ចឹងនៅចន្លោះកណ្ដាលវាប្រហែលជានៅ50ហើយតែយើងដក10សងខាងអញ្ចឹងយើងបានប៉ុណ្នេះយើងទៅមើលផ្ទៃចុះក្រោមវាផ្ទៃចុះក្រោមវាគឺប្រាប់មក20នេះពីចុងនេះមកដល់ពាក់កណ្ដាលនេះ20អញ្ចឹងយើងដាក់ dimension មួយទៀតណា20ចឹងបានប៉ុណ្ណឹងអាច extrude វាមកតង់ទៅសិនទៅកម្រាស់វា20ដែរពីខាងនេះមកខាងនេះចឹងយើងដាក់20មកចឹងយើងបានប៉ុណ្នេះយើងបានប៉ុណ្នេះតមកទៀតយើងមើលមួយនេះមើលអាដុំពណ៌លឿងពីរនេះដុំពណ៌លឿងពីរនេះរៀងវា10គុណ10ណាវា14ជ្រុងហើយខាងនេះក៏ដូចគ្នាដែរកលៀតវា30ចឹងខ្ញុំមកគូសនៅផ្ទៃអានេះមកខ្ញុំដាក់ស្គិតថ្មីនៅលើផ្ទៃហ្នឹងហើយយើងគូសយក rectangle មកគូសទំហំ10គុណ10មកខាងនេះមួយហើយខាងនេះមួយទៀត10គុណ10ហើយយើងសេរីវាទៅតាមកន្លែងត្រឹមត្រូវទៅគេប្រាប់ពីចលៀបនេះមកជាជាងនេះ10ហើយខាងនេះក៏ដូចគ្នាដែរហើយពីចំណុចកណ្ដាលវាមកដល់បាតក្រោមក៏10ដូចគ្នាដែរអញ្ចឹងយើងទៅពុកសោពីកែមខាងនេះមកដល់ខាងនេះ10ហើយពីកែមខាងនេះមកដល់ខាងនេះក៏10ដូចគ្នាអញ្ចឹងកម្ពស់វាគេអត់យកពីចំណុចនេះទេគេយកពីចំណុចកណ្ដាលនៃវង10ហ្នឹងអញ្ចឹងយើងត្រូវពុកចំណុចកណ្ដាលវាហើយយើងយក dimension ចាក់វាពីនេះមកនេះ10គឺមកគេយើងយកពីនេះមកនេះក៏បានដែរពីក្រោមនេះមកតែយើងដក5ចេញដកពីនេះចេញព្រោះដល់នេះខ្ញុំយកពីត្រឹមនេះមកនេះតែយើងដាក់5មកវាស្មើគ្នាហើយយើងបានប៉ុណ្នេះយើងអាច extrude វាបានហើយកម្រាស់វាចេញមកក៏10ដែរពីផ្ទៃហ្នឹងចេញមកក្រៅនេះ10អញ្ចឹងយើង extrude វាមក10ហើយ
មកទៀតយើងមានគុំវងគុំអំវងមួលនេះវាឈើពណ៌ឈើមួលហ្នឹងកាត់ចិត្តវា5ហើយវានៅចំចំណុចកណ្ដាលហ្នឹងហ្មងចំណុចកណ្ដាលប្រអប់10ហ្នឹងហ្មងអញ្ចឹងយើងការស្ថិតនៅប៉ុណ្ណេះក៏បាននៅខាងនេះក៏បានឥឡូវខ្ញុំប្រកាសស្ថិតខាងនេះហើយខ្ញុំយករោចំណុចកណ្ដាលវាបើបងប្របាក់រោបងអាចគូបន្ទាត់ទៅបងអាចគូបន្ទាត់ខ្វែងគ្នាទៅហើយបងគូចេញចំណុចហ្នឹងដល់5អញ្ចឹងយើងអាចextrude វាទៅបានហើយតែកន្លែងហ្នឹងយើង extrude ទៅវាយើងគូនៅផ្ទៃខាងនេះអញ្ចឹងបើយើង extrude ទៅវាមិនត្រូវកាត់អាផ្ទៃនេះអាផ្ទៃដែលគូ10ហ្នឹងវាអាចគូទៅបានយើងអាចជន់ម្ដងនេះបានតែយើងត្រូវដូរ operation វាទៅជន់បើមិនជាយើងអត់ដូរទេវានឹងខាត់អញ្ចឹងដល់ពេលយើងអូខេទៅកន្លែងហ្នឹងវានឹងធ្លុះហើយវានឹងប្រហោងឯកសារវាខាត់ចំណុចហ្នឹងអញ្ចឹងកន្លែងនេះយើងអាចគូបានតែយើងត្រូវដូរ operation វាទៅជន់ហើយយើងដាក់ដល់នោះទៅទី5មកដល់ដល់ពេលដែលសារយើងគូចេញពីចិត្តយើងនេះទៅវាកាត់អានេះ10ហើយអានេះ30ទៅវាឡើង30ហើយយើងបានប៉ុណ្ណឹងវាអូខេទៅមកចឹងវាបានមកជាងហើយតមកទៀតទៅខាងនេះយើងមើលប្រព័ន្ធវាដូចតែខាងនេះដែរទេ dimension វាចឹងគេថតទៅដល់ step ខាងនេះមួយមក dimension វាដូច clear ទេ10 គុណ10គឺclear វា clear ទៀត5ពីជាងមកនេះ5ហើយពងវាពីកែមនេះមកនេះក៏5ដូចគ្នាចឹងយើងបានប៉ុណ្នេះហើយយើងអាច extrude វាបានហើយ extrude មក10មកតែយើងបានមកជាងហើយចឹងមកជាងខាងនោះយើងអាច mirror វាបានយើងចូល value edit មកសម្រាប់ផ្នែកហ្នឹងmirror នៅក្នុង sketch mirror ក្នុង sketch យើងអាច mirror តែបន្ទាត់បានទេយើងអាចប្រើ tool mirror នេះបានតែសម្រាប់mirror ហ្នឹងយើងអាចប្រើបានតែនៅក្នុង sketch ទេតែដល់ពេលយើងបង្កើតចេញជា body អញ្ចឹងយើងអាច mirror នឹងតែបានទេយើងមាន tool មួយទៀត mirror ដែរតែវាអាច mirror body បានបងចូលកន្លែង create នេះនៅក្នុង solid នេះមួយនេះ mirror នេះបង select វាមកហើយកន្លែង object type នេះវាមាន option ឲ្យយើងរើសទៀតវាមាន body បើយើងយក body យើងមក select ផ្ទៃនេះមានថាយើង select សម្រាប់រូបនេះវាជាប់គ្នារបស់អញ្ចឹងយើងអាច select body វាបានទេតែយើងអាចដូរវាទៅ face នេះយើងអាច select ផ្ទៃមុខនេះបានយើងអាច select ផ្ទៃម្ដុំនេះបានហើយកន្លែង mirror pan យើង select ចំណុចកណ្ដាលពាក់កណ្ដាលទៀតទៅវានឹងទៅខាងក្នុងម្ដុំទៀតហើយបើយើងចុច OK មកវានឹងមកនៅខាងនេះមួយទៀតតែសម្រាប់មិនថយក្រោយបន្តិចមិនបញ្ចូលកន្លែងនេះមួយវាមានមក tool ទៀតវាមានមក object option មួយទៀតគឺ feature នេះដែលយើងអាច select នៅក្រោមនេះអាផ្ទៃពណ៌ CQ នេះឧទាហរណ៍ថារូបនេះយើង extrude ក្រោយគេមិនអញ្ចឹងយើង select យើងអាច select លើហ្នឹងក៏បានឬមួយមក select ក្រោមយើង select មួយហ្នឹងមកអញ្ចឹងវាជាប់ object ហ្នឹងហើយហើយតមកទៀតយើង select ផ្ទៃកណ្ដាលទៅក៏វាទៅដូចគ្នាដែរតែសម្រាប់ខាងនេះយើងអាច mirror វាបានទេដោយសារបន្ទាត់ចែកពាក់កណ្ដាលវាយើងនៅលើនេះយើងគូសចេញពីបច្ចេកហៀងអានេះទៅអញ្ចឹងបើយើង mirror វានឹងទៅខុសប្លង់ខ្ញុំឧទាហរណ៍ចុះយក feature មកហើយយើង select 2មកអានេះមកនេះហើយបើយើង select នេះទៅវានឹងទៅខុសប្លង់ហើយគឺអាចវាចូលទៅក្នុងអញ្ចឹងកន្លែងហ្នឹងបើយើងចង់ mirror ក៏យើងគូស
តែយើងគូសប្រអប់ហ្នឹងធ្វើម៉េចឲ្យវានៅចំពាក់កណ្ដាលមានន័យថានេះអាប្រកបពណ៌ក្រហមនេះឲ្យវាមិននៅកាត់ពាក់កណ្ដាលនេះហ្មងវានៅចំចំណុចកណ្ដាលនេះបើយើងអាចមានវាទៅបានអញ្ចឹងវិញយើងជ្រុលគូសអញ្ចឹងហើយមួយជំហានទៀតយើងមានតែគូសដៃទេយើងមានតែគូសស្អាត10ទៅ10ហើយនៅទៅដូចគ្នាពូវាយើងដាក់ dimension ដោយទាំងខាងនោះដែរមក5ទៅលាពីជាងនេះមកនេះ10ខាងនេះដូចគ្នា5ទៅយើងទៅជ្រុលមក10ហើយយើងគូសវងហ្នឹងតាមវងហ្នឹងបងអាចគូសដូចខ្ញុំមុនហ្នឹងក៏បានខ្ញុំគូសចេញពីផ្ទៃខាងនេះឬមួយក៏បងគូសចេញពីក្នុងនេះហ្មងក៏បានដែរគាត់ថាយើងវាបាទត្រូវមើលចំណុចកណ្ដាលវាយើងអាចអូសម៉ៅទៅចំជ្រុងខាងលើពាក់កណ្ដាលខាងលើនេះហើយពាក់កណ្ដាលខាងនេះអញ្ចឹងយើងអូសមកកណ្ដាលមកវានឹងចេញបន្ទាត់ចំណុចកណ្ដាលឲ្យនេះចេញគូសចេញចំណុចហ្នឹងមក5ហើយយើងដូរទៅ extrude មកយើងចេញពីបរិបទ E មកហើយយើងផ្លិចវាយើងអាចទាញមកបានទៅមកអូខេមកវានឹងហើយបានប៉ុណ្នេះតមកទៀតវានៅសល់ដុំកណ្ដាលនេះដុំកណ្ដាលនេះវងវាដល់ចិត្តវាគឺ5មក10ហើយវានៅចំណុចកណ្ដាល10វានៅពីចិត្តយើងទៅកណ្ដាល10ពីលើមកក្រោមទៅ10ដែរអញ្ចឹងបាទពួកខ្ញុំនិយាយអញ្ចឹងបងគូពីខាងនេះទៅក៏បានពីក្នុងក៏បានវិញគូក្នុងនេះចុះគូវង10សិនមកហើយយើងដាក់ dimension ពីក្រោយពីលើមកចំណុចកណ្ដាលវា10ហើយពីជាជាងនេះក៏10ដែរអញ្ចឹងវាបានប៉ុណ្នេះយើងអាច extrude វាបានហើយ extrude វាដល់ចុងនេះមកវា50ហើយយើងអូខេណាអញ្ចឹងរូបហ្នឹងមានតែប៉ុណ្្នឹងទេអញ្ចឹងបងមានបងគូចេញហើយបងមានបងណាអាចគូចេញ សិនបាត់គូហងគ្រូ Ờ, មើលសិន cho bọn xạ cùng tới គូបានបន្តិច បាទ
លោកគ្រូខ្ញុំឆ្ងល់មួយបើសិនជាយើងធ្វើម្ខាងហើយយើងប្រើ mirror បានអត់ហើយប្រើមិនឡូលឺទេហ៊ានឬខ្ញុំហ៎ lư kêu បើជាគាត់ទៅណាបាត់ចេះប្រើ mirror អត់ជួយប្រាប់ផងខ្ញុំអត់ចេះហ៎នេះវា nhau một sao cho đây rồi à ចឹងមានតែគូមួយជាងទៀត là គូមួយជំនាញទៀតទេចឹងខ្ញុំអត់ចេះប្រើ mirror ទេគូបានដល់គូម្ដងទេវាយូរខ្ញុំចេះប្រើវាលឿនប្រើបានតែអានេះនឹងអវានៅកន្លែងណាបងត្រូវហើយដល់ត្រូវអូអានេះដល់តែត្រូវហើយយើង extrude វាទៅ extrude វាទៅដល់ចំណុចហ្នឹង enter មិនចង់ទៅទេគូបន្ទាត់បាក់តែរូបហ្នឹងអូទាញវា45អូហ្នឹងហើយធ្វើមកទៀតមើលសិនអូអាហ្នឹងលៀនចេញមក10ដែរតែក្រោម5ខ្ញុំពិបាកស្រេវាមែនពិបាកស្រេវានេះខាងក្រោមហ្នឹងអូម្ដងទៀតក្រោម5ត្រូវ10
Ini taruh terakhir. Ini malah it's still calling. Taruh lop tiết. Ini đọc tiết. Hay. Cô
ហើយនៅបង ខ្ញុំអត់តន់ហើយទេលោកគ្រូនៅតិចទៀតខ្ញុំគូសខុស ខ្ញុំហើយហើយលោកគ្រូហើយ ផាយទាំងពីរត្រូវ បាទលោកគ្រូ ខ្ញុំហើយហើយ ចឹង ចឹងរក3នេះបងអាចគូខ្លួនឯងបានរាំងដកសើមបែទេគាត់ណាបើបងចេះបើបងយល់ពីរបៀបមើលបងអាចគូបានទេ បាទលោកគ្រូសាកមើលសិន បាទបងស្អាតសិនហើយhômណាប្រាប់ខ្ញុំខ្ញុំកែគូសាថ្មីហើយ
nó sẽ lấy bong bong rồi cù hai khăn này không គូផាត់ខ្លះហើយគឺហើយ hai tầng ốc Ờ, mình luôn នៅសល់តិចទៀត bong phải ấy chứ bong hai cục nia đấy còn Ờ,ឲ្យតែគាត់ពីរនាក់ហើយទៅខ្ញុំតាមក្រោយទៅបានដែរគ្រូ bàn bong bàn ខ្ញុំមើល យកនៅលោកគ្រូតិនហើយមួយ tam thế nào đấy không mười người sống
tiếp là nếu từ bật một đám một sấp thì trong mặt tàu với mà vào trong rồi nhà đấy và trong rồi nhà nó là cái tôi tạo cái này nhất nhưng anh cũng có việc bán là ta dân thì mình cần buôn cho nó cái khúc hai ấy chẳng nhưng trong lần hà được thời đó nhưng là để mình cần mời tới trong cái học tập thời rồi bằng cái thời tốt nhưng là ta ôn này outset nhé là bởi tiền cái là vì nó cầu lòng mà ta được trong việc là độ đọc nó mình phải xử lý ấy còn anh explore về bài này thì mình cần đấy anh explore với mà rồi bây giờ rồi mình làm sự cái cho còn lại là cái cho tây hàng đơn ấy nhưng ai tây hàng đơn nó bán ai mơ tàu mình tây là bán nhưng mà dân mơ lớn tây là bán ở trong của bọn ai mơ tàu là tới thì người ta phải tàu mình muốn thì dân thành cái tàu mình tất thì vậy thì ta có thành phố bạn cho một món mà đổi thì người ta biết tập trong là người đầu tiên này tội cũng nó một tất thì một bạn riêng rồi cho là đây đầu tiên mà kho học phải thấy tạo nên mặt tầm thấy thấy là mình thấy đáng tay và đến từ trời ấy nhưng anh phải stop hạt như ba người ta dân của con nó như này cái biết này không nên cô kể đây là tương lai là cái tương lai hiện từ nó nên là từ ban quản lý nó nhiều điểm sống tức là một hoạt tiết mô tả chung hoặc bỏ tuồng như là để học
សួស្តីបងបងគូហើយខ្លាំង ខ្ញុំបានហើយមួយ បងអត់យល់ក៏មិនបង ភាគច្រើនខ្ញុំអត់មើលអត់តន់យល់គំនុះលេខរបស់គេតតែមើលយូរ អត់យល់មិនវិញបង តតែខ្ញុំមើលយូរវាមើលភ្លាមអត់តន់ភ្លាមអង្គុយមើលតាមមកស្ទុះបានមើលទៅយល់អញ្ចឹងហើយបានរៀនអញ្ចឹងហើយបានជាយូរ បាទបង គោអត់សូវយូរមែនទេខ្ញុំអង្គុយមើលលេខនឹងឲ្យយល់ហើយបានគោបាទហើយណាមួយលេខទៅទីផងខ្ញុំពិបាកមិនដែរ បាទ ចាប់រដងខ្ញុំព្រីនមកអង្គុយមើល បងព្រិនជាកដាស់នៅក្រៅ បាទដល់ពេលថ្ងៃនេះបានទៅសាលា បាទបងចូលបងរៀននឹងបងរបត់បងហើយអត់ទេ ធ្វើហើយមួយនៅសល់2ទៀតហើយមួយទៀតគង់តែបានសក្តាន អូខេបងពូត Sulam Idol ញ៉ាំហ្នឹងប្រហែលជាមានតែលំប៉ុណ្្នឹងទេប្រហែលខ្ញុំសែនលំហាត់ឲ្យបងគូថែម បាទគ្រូបាទ ខ្ញុំសែនលំហាត់ឲ្យបងគូថែមខ្ញុំប្រហែលខ្ញុំញ៉ាំខ្ញុំសុំចេញមុនចុះបងដោយសារខ្ញុំមានការរបួស បាទ ចាំខ្ញុំសងនៅពេលហើយនឹងចិត្តចប់ សប្តាហ៍ ហើយនឹងចិត្តចប់វិញខ្ញុំប្រហែលខ្ញុំថែមឲ្យបងថែមម៉ោងឲ្យបងគ្រប់ម៉ោងវិញ បាទ អញ្ចឹងចាំខ្ញុំសែនលំហាត់ឲ្យថ្ងៃហ្នឹងខ្ញុំសម្រាប់ប៉ុណ្ណឹងចុះ ដាច់ភ្លើងល្មម
សួស្តីបងមកគូបងណាយបាទបាទបងថាមកដល់ អូមិញខ្ញុំថាដាច់ភ្លើង អូ ឥឡូវដាច់ភ្លើងហើយណា អត់អីខ្ញុំចឹងសម្រាប់ប៉ុណ្្នឹងចុះចាំជួយតម្លាក់រូបនឹងខ្ញុំផងហើយខ្ញុំតម្លាក់លំហាត់ថ្មីឲ្យបង បាទគ្រូបាទអរគុណ ចឹងសម្រាប់ប៉ុណ្្នឹងចុះបងអាចចេញបាន